បើនិយាយពីប្រទេសកម្ពុជាគ្មានការលំបាកណាស់ដល់ក្នុងសម័យប៉ុលពតទេដែលលំបាកជាងគេបើនិយាយពីជីវិតខ្ញុំដែលបានជួបក្នុងសម័យប៉ុលពតមុនសម័យប៉ុលពតខ្ញុំនៅក្នុងឆ្នាំ75នៃបែកទៅហ្នឹងខ្ញុំបានជួបការលំបាកទៅដល់ភូមិហ្នឹងគឺគេលែងនេះគេដាក់ខ្ញុំជាជនជំនះ17មេសាបានឲ្យធ្វើការជាមួយកងកុមារចូលដំបងកាប់រៀងខេត្តកាប់រំលាយភ្លឺស្រែដែលថាធ្វើជាកលាឈើត្រង់មកគេបាទដល់ហើយរំលាយលបងអញ្ចឹងដូចយើងសប្ងៃហ្នឹងរំលាយចូលគ្នាទាំងអស់គ្មានកម្មសិទ្ធិរបស់អ្នកណាសួនតួឯកជនអ្នកមានទេគឺរបស់រួមបាទដល់អញ្ចឹងទៅហើយរួចពីហ្នឹងទៅក៏គេរើសចូលកងយុវជនខ្ញុំលាក់ឈ្មោះលាក់អាយុតែខ្ញុំតែអាយុ13ឆ្នាំគេបាននៅកងកុមារគេឲ្យរែកអាដែងលីមួករែកអីសែងលីមួកសែងអីធ្វើអញ្ចឹងដូចដែងជាជនដែលបានជួបក្នុងសម័យហ្នឹងគឺជួបគាត់វេទនាមហាសែនវេទនាមិននឹកស្មានថាបានមកដល់បច្ចុប្បន្នទេនឹកថាសឹងថាមិនស្មានថាបានមកពេលហ្នឹងវិញទេស្ទើរសូន្យទៅហើយដល់តែពេលមានដំណឹងថាដោយយើងលំបាកវេទនាគ្រប់បែបយ៉ាងចេះតែជួបអាដែងគេធ្វើអីមួយខុសអញ្ចឹងគេចងយករបាយចោលចងបណ្ដាកាត់មុខយើងហ្នឹងពេលហ្នឹងគឺខ្ញុំរំធត់ណាពេលកំពុងតែហូបបាយកំពុងតែឃ្លានបាយសលេងឃ្លានហើយchứបើវាយកំពុងតែច្រូតស្រូវអញ្ចឹងវាយកាត់មុខយើងហ្នឹងវាយអង្គុយក្នុងបថៅជាក់ស្ដែងហ្មងវាយភូគ្នាដែលមិនទាន់ដូចថាគ្រាន់ស្លាប់ធ្លាក់ចូលក្នុងភក់បន្លាយប្រជុំហ្នឹងនៅផុកត្រីដែលគេភក់ត្រីដៃហ្នឹងគាត់ក៏វាកាត់ចំណងចេញហើយគ្នាយកដៃលុបមុខដូចថាមកខ្យល់ទាញគ្នាមកវិញយកកាដៀវច្រូតស្មៅហ្នឹងងើយកគ្នាអាលនៅមុខប្រជាជនពងច្រូតពងតែដឹកស្រូវហ្នឹងពេលហ្នឹងខ្ញុំរំធត់មែនតើខ្ញុំលែងឃ្លានបាយឃ្លានទឹកអីអស់ទាំងអស់ហ្នឹងហើយបានថាវេទនាណាស់សម័យប៉ុលពតសម័យខ្មែរក្រហមនេះរឿងព្រំដែនសម្ដេចរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងជាទីបំផុតហើយដូចជាប្រជាពលរដ្ឋដូចខ្ញុំអីហ្នឹងគឺនាំគ្នានៅភាពអត់ធ្មត់តាមដែលរដ្ឋាភិបាលណែនាំហ្នឹងហើយទ្រាំអត់ធ្មត់រាជរដ្ឋាភិបាលជាអ្នកដោះស្រាយជាអ្នកត្រួសត្រាយផ្លូវអញ្ចឹងយើងគ្រាន់ធ្វើបរិយាកាសកំប្រើរបស់អ្នកពួកចៅពួកចិត្តខាងហ្នឹងទៅប្រើរបស់យើងជួយគ្រប់គ្រងផលិតផលខ្មែរយើងដែលធ្វើបានហើយយើងជួយគ្រប់គ្រងប្រើទៅពីមុនមកវាតម្លៃយើងថាខ្មែរយើងអន់ណាស់អត់ពីវាទៅអត់របស់វាគ្មានអីប្រើទេតែទីបំផុតសម្ដេចបានគាត់មានយោបល់ហើយឲ្យវាបិទចោះចាំមើលតើខ្មែរយើងយ៉ាងម៉េចឥឡូវឃើញទេដល់ផលិតផលអីមានដូចគ្នាជាផ្សារខ្ញុំអ្នកលក់ចាប់រួយនៅផ្សារបានខ្ញុំដឹងថាមានទាំងអស់បាទចង់មកសៅប៊ីចេងស្អីចង់គ្រឿងស្អីមានទាំងអស់អញ្ចឹងមិនចាញ់អ្នកឯងទេកុំបិទប៉ុណ្ណឹងថាអ្នកឯងថាខ្មែរដាច់ពោះស្លាប់អត់ទេមិនចាញ់ដាច់ខាតហ្នឹងហើយអញ្ចឹងបានថាខ្ញុំសូមមកចូលរួមម្ដែងយុវជននារីដែលពេញវ័យហ្នឹងសូមឲ្យខំប្រឹងជួយកសាងប្រទេសជាតិយើងដោយឲ្យបានរឹងមាំផងកុំគិតតែសុបាយភ្លេចខ្លួនណាខ្លះសុបាយដោយអត់មានម្ដែងមើលប្រទេសជាតិយើងកំពុងតែជឿនលឿនហើយយើងអត់នេះទេប្រឹងតែម្ដែងសុបាយឲ្យយុវជនទាំងអស់សូមភ្ញាក់រលឹកឡើងជារំពាំងខ្នងឫស្សី